ថ្ងៃនេះបានភ្លៅគូមកភ្លៅយូរមកហូបចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយមកហូបភ្លៅគូជាមួយខ្ញុំទាំងអស់គ្នាឃើញមកក៏វិញបានចឹងសប្បាយណាស់បានសៅបាទអីចឹងណាឥឡូវនេះបងប្អូនប្រៀបសួរផងដែរខ្ញុំបាទមកវត្តចឹងណាហ្នឹងហើយមកមួយប្រពន្ធកូនមកវត្តភ្នំស្ពតទីនៅខាងលិចផ្ទះចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយក៏រាប់បាទរាប់អីហើយក៏មកអង្គុយទិញលៀហាលីអីហូបនៅទឹកអំពៅទឹកអីហូបនៅបងលេងហ្នឹងទៅហ្នឹងហើយអញ្ចឹងហើយក៏នាំកូនមកលេងឡើងលើភ្នំនេះបងប្អូននៅភ្នំសុពតទេពបាទវត្តភ្នំសុពតទេពហ្នឹងហើយឥឡូវនេះឡើងមកដល់ពាក់កណ្ដាលហើយបងប្អូនហើយនៅឲ្យមើលទិដ្ឋភាពបាទហ្នឹងហើយឡើងមកដល់ពាក់កណ្ដាលហើយឥឡូវសល់ទៅដល់លឺទៀតឥឡូវចង់ដើមរៀបចំចេញដំណើរឡើងទៅដល់កពូលទៀតចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយសម្បីនៅគៀនផ្ទះមានតែមិនដែលសូវបានមកទេខែចូលឆ្នាំខែអីចឹងបានឡើងមកលេងម្ដងចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយឥឡូវតោះរៀបចំមកលេងហើយឥឡូវនេះចេញពីវត្តវិញហើយបងប្អូនហើយហ្នឹងហើយចេញពីវត្តវិញមកដល់ផ្ទះវិញក៏ផ្ទះពូផ្ទះអីក៏បានដុតគូដុតអីចឹងទៅហ្នឹងហើយដុតគូដុតអីហៅមកហូបលេងជាមួយមីបងប្អូនទៅសប្បាយហ្នឹងហើយឥឡូវនេះបងប្អូនកំពុងតែដុតគូដុតអីឆ្អិនហើយខ្លះហើយយើងប្រែនឹងអីខ្លះចឹងណាហ្នឹងហើយចាប់ដើមមើលហ្នឹងហើយគ្រឿងក្នុងវាយើងឆ្លមជូរគ្រឿងហ្នឹងហើយជូរគ្រឿងចឹងណាបងប្អូនឥឡូវនេះទៅនៅមែនតើដាក់ជាយើងអែមណាបងប្អូនណាតែមកសន្លដីចូលឆ្នាំមុនទៀតចឹងមួយជុំបងប្អូនសប្បាយចឹងណាបងប្អូនទាំងគ្នាហ្នឹងហើយឥឡូវយើងចាប់ដើមលីបទឹកនេះវាបងប្អូនឲ្យវាឈ្ងុយចឹងណាតែវាឈ្ងុយកាន់តែរសជាតិបងប្អូនហ្នឹងហើយនោះមីចុងភៅដែរហ្នឹងហើយមីចុងភៅហ្នឹងហើយអាចទំនាក់ទំនងគាត់បានមកចង់នេះចឹងណាបងប្អូនហ្នឹងហើយចង់រੂគាត់បានដុតគូគាត់មានរោងមានអីដែរហ្នឹងហើយមានរោងមានអីចឹងណាក៏បងប្អូនអាចចង់ជួលរោងជួលអីតាក់ទងគាត់បានហ្នឹងហើយខមមិនមកខ្ញុំមកហ្នឹងហើយឥឡូវនេះទឹកពហុឡើងមកកធុនហើយនឹងបន្លែមកកធុនមើលធុនអញ្ចឹងណាដើម្បីជុំបងប្អូនអញ្ចឹងណាបងប្អូនហ្នឹងហើយแล้วគូយើងចាប់ដើមមើលវាដាក់យកវាឆ្អិនខាងក្នុងហ្នឹងហើយក្បាលវាឆ្លមជូរត្រីជូរគ្រឿងបងប្អូននេះក្បាលវាឆ្លមជូរគ្រឿងអញ្ចឹងណាជាមួយគ្រឿងក្នុងទំនងមែនតើឥឡូវនេះចាប់ដើមហាន់ដាក់ចានដាក់អីឲ្យពូមីងនិយាយតាយើងខ្លែមអញ្ចឹងណាបងប្អូនហ្នឹងហើយចង់តែដិតហ្នឹងហើយលីមីចុងភៅគាត់ចាប់ដើមច្រាមដាក់ចានដាក់អីហើយដឹកទៅឲ្យមីងហ្នឹងហើយឲ្យមីងពូអញ្ចឹងណាឥឡូវនេះជុំនេះរៀបចំទេតបនេះមិនដឹងនេះស្អីទេហ្នឹងហើយហូបដាក់មួយម៉ាត់ដែរសិនបងប្អូនអើយបន្លែនិងសាច់ជាតិមែនតើជាមួយភក់ទឹកពហុយើងអញ្ចឹងណាដាក់ងទូចមាត់តែម្ដងអែមហ្នឹងហើយបងប្អូនឥឡូវនេះបងប្អូនមកហូបជាមួយខ្ញុំដល់គ្នាឆ្ងាញ់ណាស់បងប្អូនអើយឆ្ងាញ់ហ្នឹងហើយឲ្យមីដៃមួយយ៉េអូឆ្ងាញ់ជាតិតែម្ដងហ្នឹងហើយឥឡូវកាន់ពូរៀបចំយកទៅឲ្យមីងឲ្យហូបនៅតុកចឹងណាបងប្អូនឥឡូវមួយបងប្អូនកាន់ភ្លៅគោមួយត្រេត្រប្រឡាក់ប្រឡុកទៅតាមសៅហើយបងប្អូនអើយដល់មកសប្បាយហើយទាំងអស់គ្នាបងប្អូនមកសប្បាយមួយខ្ញុំទាំង